មនុស្សយើងបើដកលោភៈទោសៈមោហៈអស់ពីចិត្តក៏ជាព្រះអរហន្តដោយពិតប៉ុន្តែបើដកមនុស្សធម៌ចេញពីចិត្តវិញគឺជាមនុស្សតិរិឆានមនុស្សនរកមនុស្សប្រែតកុំថាមិនដឹងធ្វើអ្វីនោះណាត្រូវធ្វើកិច្ចការសុខាក្នុងចិត្តមើលការឲ្យដឹងត្រូវនឹងចរិតប្រះចាកទោសពិតជីវិតស្រស់ថ្លាបេះដូងមានផ្កាកុលាបក្នុងចិត្តស្រោចទឹកអមរិតព្រះពុទ្ធដីកាបុព្វភាណីសំដីបុប្ផាធម្មកថាវាចាទឹកឃ្មុំផ្ទះមិនគត់មាត់ត្រង់មាត់ទឹកឡើយទឹកចិត្តនឹងហើយជាខ្នើយជីវិតផ្ទះនៅសុខសាន្តគឺបានស្រឡាញ់មិនយកឈ្នះចាញ់ជួយធ្វើកិច្ចការទឹកចិត្តអភ័យខន្តីមេត្តាសច្ចៈសីលាជ្រះថ្លាត្រៃរតន៍ស្នេហាលោកីប្រុសស្រីរំភើបពេញវ័យដែលទៅបចំពើបដំបងក្រោយមកញៀនកាមរហាមបេះដូងចាក់ដោតដើមទ្រូងចម្រងតណ្ហាអារាមខ្នងភ្នំជំរំពពចិត្តលះបង់ស្នេហ៍ស្និទ្ធពិតនេខមាពេញចិត្តពេកក្រៃក្នុងត្រៃសខាបូជាជីវាយាត្រារកត្រើយសុខសានគ្រប់អង្គនៅត្រង់ពេញចិត្តមិនបាច់គៀកកិតកាមនោះឡើយសិលជាសិរសាបញ្ញាជាខ្នើយសមាធិសុខហើយសឹងសោយនិព្វានបើមិនមានការហួងហែងទេមានតែសេចក្តីស្រឡាញ់ដោយមេត្តាក៏មិនមានបញ្ហាតានតឹងនៅក្នុងដើមទ្រូងដែរមិនមែនខ្ពង់ខ្ពស់ត្រង់ឆ្លោះឈ្នះគេមិនមែនចាញ់ទេត្រង់គេមិនឆ្លោះឈ្នះមានតម្លៃទាំងថ្លៃទាំងខ្ពស់គឺឈ្នះបាបគ្រោះរស់រួចវេរាថាខ្លាចមនុស្សខូចមិនខ្លាចខ្មោចលងខ្លាចការតាក់តងមិនຕົកចិត្តគ្នាតែបែរមិនខ្លាចខ្លួនខ្លៅពាលាខំប្រឹងឆ្លោះគ្នាទៀមទាអ្វីទៅមនុស្សដែលយើងស្អប់ទោះ10 20នាក់ត្រូវគិតឲ្យជាក់អ្នកជាសត្រូវយើងអ្នកស្អប់គេដើររេខុសផ្លូវកំពូលសត្រូវគឺនៅក្នុងខ្លួនមុខតែបែកកុំទូលរែកអនេកទោសកើតជាមនុស្សលៀងកំហុសលុះធម្មីចិត្តអប់រំថ្វាយបង្គំព្រះភគវីបែកចាកគ្នាលាលោកីមិនវិលវិញកុំខ្ជះខ្ជាយជីវិតដ៏មានតម្លៃនេះមនុស្សយើងខ្លះចេះសន្សំក្នុងការចាយវាយទ្រព្យសម្បត្តិតែបែរជាខ្ជះខ្ជាយជីវិតទៅវិញមកអំពីភ្លេចគិតពីតម្លៃនៃជីវិតមានតម្លៃទៅតាមគុណធម៌ជាពិសេសជីវិតមានតម្លៃបំផុតនៅត្រង់ការប្រព្រឹត្តធម៌ដើម្បីផុតទុក្ខការព្រមលះបង់នៅអ្វីដែលមិនអាចហួងហែងបានគឺជាមធ្យោបាយដែលត្រូវលះបង់បាននៅគ្រប់បញ្ហាទាំងអស់ព្រះសម្មាសម្ពុទ្ធទ្រង់ដឹងច្បាស់បានត្រាស់ដឹងនៅលោកទាំងពួងហើយបើកទ្វារព្រះនិព្វានគឺអរិយមគ្គដើម្បីជាប្រយោជន៍ឲ្យសត្វលោកបានដល់នៅព្រះនិព្វានជាទីក្សេមក្សាន្តជីវិតដែលមានតម្លៃមិនមែនព្រោះត្រកូលខ្ពង់ខ្ពស់មិនមែនព្រោះជាអ្នកមានទ្រព្យច្រើនឬព្រោះមានអាយុវែងនោះទេចំណេះដឹងនិងគុណធម៌ធ្វើឲ្យជីវិតមានតម្លៃសិលល្អតថេត្រង់ធ្វើឲ្យជីវិតបរិសុទ្ធជួយឲ្យអ្នកដទៃមានការចេះដឹងនិងខ្លួនឯងរស់នៅបានសុខស្ងប់នេះជាជីវិតដ៏ឧត្តមឧត្តមស្អប់គេគឺស្អប់ខ្លួនឯងជាងព្រោះសាងទុក្ខនិងសាងភាពសៅហ្មងឲ្យខ្លួនឯងចិត្តយើងគួរតែមិនមែនជាធុងសម្រាមដូច្នេះចូលកុំប្រមូលគ្រឿងស្មោកគ្រោកយកមកដាក់ក្នុងចិត្តរបស់ខ្លួនឡើយគួរតែទុកដាក់របស់ល្អៗដូចជាសទ្ធាសិលសត្តៈជាដើមអ្វីណាដែលចិត្តដឹងអ្វីនោះហៅថាអារម្មណ៍គឺជាលោកនៃការរស់នៅឯការរស់នៅក្នុងលោកគឺមិនត្រូវចិត្តក៏នាំឲ្យកើតទុក្ខបើត្រូវចិត្តក៏នាំឲ្យសប្បាយ
ចំណែកឧបេខាញាណគឺរមែងបានសុខស្ងប់នាមរូបជាផលនៃបច្ច័យប្រៀបបីដូចជាស្រមោលដែលមិនមានអ្វីគួរឲ្យរវល់ខ្វល់ជាមួយឡើយតែបើមិនបានដឹងតាមពិតហើយទិដ្ឋិក៏ចាប់ប្រកាន់នាមរូបនោះថាជាតួខ្លួនក៏មានការរវល់ខ្វល់ឯងដូចជាកូនក្មេងឬមនុស្សឆ្កួតដែលប្រកាន់ស្រមោលថាជាតួខ្លួនដូចជាខ្លួនឯងដូច្នោះដែរការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃគិតទៅនៅក្នុងការបានលៀបនៅក្នុងការបានយុះគឺដូចជាកំពុងតែរត់ប្រជែងគ្នាចិត្តនោះក៏រមែងញាប់ញ័រចំណែកចិត្តដែលបានអប់រំនៅក្នុងធម៌របស់ព្រះអរិយៈរមែងត្រេកអរក្នុងអារម្មណ៍របស់ខ្លួនមិនមានចំនួននិងមិនមានការប្រណាំងប្រជែងដោយការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃឡើយមិនចាំបាច់ធ្វើខ្លួនដើម្បីឲ្យគេសរសើរថាល្អឬថាវិសេសអស្ចារ្យទៅអ្វីនោះឡើយព្រោះជារឿងញាប់ញ័រនៃចិត្តបើយើងគ្រាន់តែបាននៅសេចក្តីសុខស្ងប់នៃចិត្តក្នុងអ្វីដែលយើងធ្វើប្រចាំថ្ងៃនោះគឺវាក្រៃលែងជាងការបាននៅពាក្យសរសើរពីអ្នកដទៃនោះទៅទៀតលៀបយុះគេឈ្មោះសរសើរការរាប់អាននិងការបានវត្ថុអ្វីៗច្រើនគឺមិនមែនជាខ្លឹមសារនៃជីវិតទេសេចក្តីសុខស្ងប់នៃចិត្តនោះទៅជាខ្លឹមសារជាជ័យជំនះដ៏ពិតប្រាកដនៃជីវិតទាំងដែលជាទីបញ្ចប់នៃសេចក្តីប្រាថ្នាសេចក្តីញាប់ញ័រនៅក្នុងលោកការបានរបស់ជាទីពេញចិត្តម្ដងម្កាលមិនមែនជាឧបាយនាំឲ្យរួចផុតចាកទុក្ខកង្វល់នោះទេគ្រាន់តែមិនចេះគ្រប់ប៉ុណ្ណឹងយើងឃើញថាវារវល់ទៅដោយបញ្ហាមិនចេះចប់ទៅហើយសុភមង្គលនៃជីវិតមួយអង្គម្នាក់គឺនៅត្រង់មានបញ្ញាបានស្វែងរកជួបនៅភាពត្រឹមត្រូវគ្រប់រឿងទាំងអស់ព្រោះថាគ្រប់រឿងទាំងអស់សុទ្ធតែមានបរមត្ថធម៌ប្រកបនៅភាពត្រឹមត្រូវតាមហេតុតាមបច្ច័យរកឃើញការពិតទៅមិនមានការខឹងស្អប់និងមិនមានការចាប់យកដោយឧបាទានទោះជាពេលដែលមិនសប្បាយចិត្តក៏ដោយក៏មិនត្រូវឲ្យកិលេសកាមបបួលទៅរកការសប្បាយចិត្តដោយឥតប្រយោជន៍នោះដែរគឺត្រូវរលឹកដឹងចិត្តដែលមិនសប្បាយនោះឯងវាជាសភាវៈពិតមួយដែលមិនត្រូវស្អប់វាទេទោះជាចិត្តសប្បាយនោះក៏មិនទៀងការខឹងក្រោធវាជាសម្រាមនៅក្នុងចិត្តទាំងដែលមានក្លិនស្អុយណាស់ផងគ្រប់គ្នាមិនថាជាតិសាសនាណាទេចេះតែមានការខឹងក្រោធប៉ុន្តែហេតុអ្វីបានជាមិនក្រោធដូចគ្នាគ្រប់រឿងជាមួយគ្នាទាំងអស់នោះទៅព្រោះវាមិនមែនជារឿងរបស់ខ្លួនឯងដូច្នេះល្អណាស់កាលដែលបានដឹងថារឿងទាំងអស់ត្រឹមតែជាអារម្មណ៍នៃគំនិតកាលនោះរមែងមិនមានការខឹងក្រោធឡើយហើយនេះគឺជាការបោះសម្រាមចេញពីក្នុងចិត្តនាងបដាចាមានកម្លាំងចិត្តចេញពីត្រកូលសេដ្ឋីទៅរស់នៅក្នុងព្រៃជាមួយនឹងបុរសអ្នកបម្រើដែលខ្លួនស្រឡាញ់សេចក្តីនេះគ្រាន់តែលើកបញ្ជាក់អំពីសេចក្តីស្រឡាញ់ដែលជាតួសាងកម្លាំងចិត្តប៉ុណ្ណោះយើងគួរតែចេះសាងកម្លាំងចិត្តក្នុងការងារអ្វីដែលយើងស្រឡាញ់ពេញចិត្តប៉ុន្តែសូមឲ្យការងារដែលយើងស្រឡាញ់ដោយសទ្ធានោះនាំយើងចេញឲ្យរួចចាកអំពីសេចក្តីទុក្ខពិតប្រាកដមិនវិលវិញដូចជាទានសិលនេក្ខមៈបញ្ញាវិរិយៈខន្តីជាដើមកន្លែងសុខនៅនឹងចិត្តរបស់យើងមិនចាំបាច់ឈរកន្លែងល្អដូចអ្នកដតីនោះទេត្រឹមតែមានសេចក្តីសុខនៅត្រង់កន្លែងដែលយើងឈរនឹងទៅគឺបានហើយអ្នកណាស្រឡាញ់អ្នកណាស្អប់យើងក៏ដោយគេសរសើរឬនិន្ទាស្រេចតែគេចំណែកយើងមានសេចក្តីអត់ធន់ចម្រើនមេត្តាមានចិត្តស្ងប់ត្រជាក់រស់នៅក្រោមម្លប់នៃព្រះធម៌គឺបានសុខហើយភពកល្យានបានកំណើតកើតជាមនុស្សការងារលុះឲ្យជាមនុស្សមានតម្លៃកុំធ្វើថោកកុំបោកប្រាស់ឲ្យអប្រិយ
បាបចង្រៃកាលកិណីកុំនៅចិត្តក្លឹមព្រះធัวអោវ៉ាតល្អសូមអោបរំសូមកុំនាំពាក្យចាក់ដោតមកដុតចិត្តរស់មានភ័ព្វគួរបានស្ងប់ជួបធัวពិតបើជីវិតជួបវិបត្តិពឹងសច្ចៈកុំបៀតបៀនខ្លួនឯងដោយការគិតកុំដុតចិត្តគេដោយសារវិចារកុំខ្ពស់ដល់ផុតញាតកាកុំទៀបចរិយាញាតកន្លងសាធុសាធុដោយចិត្តជ្រះថ្លាដល់ក្រៃលែងសូមឲ្យបានរួចចាក់ទុកទាំងអស់គ្នាទៅហងតាមដែលយើងគិតថាលោកនេះជារបស់យើងប៉ុន្តែដោយពិតគឺយើងជារបស់លោកនេះទៅវិញទេសេចក្តីសុខព្រោះលះបង់កិលេសក្នុងចិត្តខ្លួនឯងពិតប៉ុន្តែបែរជាមនុស្សយើងស្វែងរកសុខតាមខ្សែតណ្ហាទៅវិញគឺទាល់តែបានយ៉ាងនេះបានយ៉ាងនោះចំពោះរបស់ក្នុងលោកដែលមិនមែនជាសេចក្តីស្ងប់នោះឡើយម្ល៉េះហើយទៅក្នុងលោកនេះមានភាពវវឹកទៅដោយការបៀតបៀនគ្នាលំបាកយល់ពិតគឺចិត្តមនុស្សធំលំបាកអប់រំគឺចិត្តខ្លួនឯងពាក់មុខឲ្យស្អាតបត់បានคล้ายแคลงមុខពិតខ្លួនឯងចំបែងអរាបដិបត្តិធម៌ទីណាឲ្យបានត្រឹមត្រូវពិតប្រាកដកិលេសទាំងពួងកើតឡើងត្រង់ណាត្រង់នោះឯងជាទីកន្លែងដែលត្រូវបដិបត្តិបានដល់លោកយៈកាយវេទនាចិត្តនិងធម៌គឺជាសតិកំចាត់បងនៅការវង្វេងថ្ងៃនេះជាថ្ងៃឧបោសថសិលលោកនេះគ្រាន់តែជាផ្លូវឆ្លងកាត់ធម្មសម្បត្តិបំពេញបារមីចម្លងដួងចិត្តឲ្យផុតភព3ឧបោសថសួស្តីសូមខ្សែអាសវាត្រូវដើរដោយជើងខ្លួនឯងឆ្ពោះទៅរកភាពអស្ដង្គតនៃសេចក្តីទុក្ខសោកក្នុងវដ្តដាក់រឿងខ្លះយើងចង់បានត្រឹមត្រូវពេកទៅជាបច្ច័យឲ្យខឹងក្រោធព្រោះมันបានដូចចិត្តបានជាភ្លេចថាការខឹងក្រោធរបស់យើងនឹងឯងដែលជាការមិនត្រឹមត្រូវហើយជាពឹសដល់ក្តៅសៅមងក្នុងចិត្តខ្លួនឯងទៀតផងត្រូវចាំថាมันមានភាពត្រឹមត្រូវឯណាឲ្យប្រសើរដូចជាការកំចាត់បងកិលេសនៅក្នុងចិត្តសន្តានខ្លួនឯងឡើយបើយើងពិតជាចង់បានភាពត្រឹមត្រូវទាំងដែលជាខ្លឹមសារគឺធ្វើយកខ្លួនឯងក្រោតខឹងនឹងគេខុសគឺការយកកំហុសអ្នកដទៃមកលោកលែងដាក់ទោសខ្លួនឯងជាមនុស្សគឺត្រូវតែអភិវឌ្ឍនៅឥស្សរភាពលើកិលេសរបស់ខ្លួនការគិតតែពីខ្លួនឯងដោយលោភៈគឺជាសភាវៈដ៏អាក្រក់ក្រៃលែងក្នុងពិភពនៃពុទ្ធជនត្រូវរលឹកដល់វេទនាការសោយអារម្មណ៍មិនមែនជាតួខ្លួនអ្នកសោយឡើយដូច្នេះតើមានយើងជាអ្នកបានអ្វីក្នុងលោកនេះមនុស្សយើងជាអ្នករៀបចំជីវិតឲ្យខ្លួនឯងទាំងក្នុងបច្ចុប្បន្នទាំងក្នុងបរលោកដូចជាព្រះសម្មាសម្ពុទ្ធព្រះអគ្គសាវកពុទ្ធព្រះពុទ្ធបិតាព្រះពុទ្ធមាតាសុទ្ធតែបានសម្រេចដោយការបំពេញបុណ្យបារមីដោយខ្លួនអង្គឯងទាំងអស់នាទីយើងត្រឹមតែដឹងដំណឹងលោកជារារោគរឿងរយពាន់កុំស្លន់ស្លោស្ងប់ក្នុងចិត្តពិតតែមួយជួយដោះសោវិមកខោរយរឿងមកក៏មិនវល់ទឹកប្រាក់ទឹកមាសទឹកមុនដែលជះមិនឈ្នះទឹកចិត្តសទ្ធាសីលៈឆន្ទៈពិសិដ្ឋបានជាទឹកចិត្តអមរិតវមិត្តកិច្ចបដិបត្តិកំចាត់បាបបង្គំអោនក្រាបព្រះភគវីឡើងភ្នំកិច្ចកោតដោយសទ្ធាមានទាំងបូជាទាំងឲ្យទានដឹងសុខដឹងទុក្ខដោយខ្លួនឯងដឹងរឿងចំបែងប្រែតស្រេកឃ្លានខ្លួនបានឆ្អែតហើយថែមឲ្យទានប្រាថ្នាមគ្គញាណនិព្វានងម៉ែនិមលជាឫសគល់នៃជីវិតឪព្រមពិតសាងជីវិតកូនប្រុសស្រីទោះបីក្រប្រឹងហបកមិនពោលស្ដីឲ្យកូនឆៃបានរស់រៀនមានវិជ្ជាមโนសម្ផស្សកូនឈឺសោះតែម៉ែភ័យឪលោកលៃប្រឹងស្ទើខ្សែឆ្នៃការងារយ៉ាប់យ៉ាងណានៅប្រាថ្នាឲ្យកូនជាកូនគ្រប់គ្នាត្រូវវន្ទាពពាចាប្រើប្រាស់ជីវិតកុំប្រញាប់ប្រញាប់ទៅតាមចំណង់
រហូតដល់ភ្លេចគិតថាសេចក្តីសុខក្នុងថ្ងៃនេះគឺជាអ្វីមានចិត្តអប់រំសន្សំបញ្ញរិទ្ធមានខួរគំនិតទុកគិតព្រះធម៌មានការរស់នៅត្រូវស៊ូបន្តមានមិត្តចិត្តល្អបន្តរក្សាមានអ្នករិះគន់ទុកក្រន់ឆ្លោះមុខមានរឿងកើតទុកជាអាចារ្យមានរឿងអតីតទុកគិតសិក្សាបច្ចុប្បន្ននេះរាប្រញាប់ធ្វើល្អពាក្យថាភ្លេចខ្លួនគឺបានសតិក្នុងការរក្សាចិត្តបច្ចុប្បន្នសម័យមានការភ្លេចខ្លួនខ្លាំងព្រោះស្រវឹងនឹងខ្លួនឯងនិងសម្ភារៈប្រើប្រាស់ផ្សេងជាពិសេសទូរស័ព្ទដៃដែលធ្វើឲ្យភ្លេចខ្លួនគួរឲ្យខ្លាចរវល់ស្រឡាញ់រវល់ស្អប់ជាប់នៅក្នុងអារម្មណ៍ពិភពលោកអន្តរាយនៅនឹងភ្នែកនិងត្រចៀកច្រមុះចុងម្រាមដៃខ្លួនឯងពាក្យថាភ្ញាក់ខ្លួនគឺមានស្មារតីមិនជាទេសៈនៃវត្ថុប្រើអ្វីៗឲ្យមានប្រយោជន៍និងអភិវឌ្ឍផ្លូវចិត្តព្រោះសេចក្តីស្ងប់ផ្លូវចិត្តប្រះចាកទោសនិងមានភាពជាឥស្សរៈលើលោកសេចក្តីសុខមិនមែនជាកម្មសិទ្ធិរបស់អ្នកមានទ្រព្យច្រើននោះឡើយពិតមែនហើយសម័យសពថ្ងៃមនុស្សដែលមានមាសប្រាក់ច្រើនរមែងសប្បាយរីករាយណាស់ជាមួយនឹងវត្ថុប្រើប្រាស់ខ្សែផ្សោយកាមគុណប៉ុន្តែមិនមែនជាសេចក្តីសុខពិតនោះទេគឺមានសភាពដូចជាអ្នកខ្សែគ្រឿងញៀនដូច្នោះឯងម្ល៉េះហើយវាធ្វើឲ្យកើតមាននៅសភាពតានតឹងមួម៉ងទាំងអត្រានៃការសម្លាប់ខ្លួនក្នុងពិភពលោកក៏ចេះតែកើនច្រើនឡើងទៀតផងមនុស្សយើងច្រើនណាស់បានភ្លេចដល់ការងារដ៏សំខាន់មួយគឺការអប់រំចិត្តឲ្យមានគុណភាពរបស់ចិត្តទើបអាចធានាសេចក្តីសុខឲ្យជីវិតបានហេតុអ្វីបានជាត្រូវស្ដាប់ធម៌និងបដិបត្តិតាមធម៌ព្រោះនេះជាអាហារផ្លូវចិត្តដើម្បីចិត្តមានសុខភាពមាំមួនល្អដូចជាអាហារផ្លូវកាយដែរមនុស្សយើងដែលខ្វះខាតអាហារផ្លូវចិត្តរមែងប្រឹងប្រែងស្វែងរកតែរបស់ឲ្យជាទីពេញចិត្តប៉ុណ្ណោះដោយមិនមានការស្វែងរកនៅការពិតក្នុងបរមត្តឡើយលុះក្នុងអំណាចនៃតណ្ហាជាការស្រេកឃ្លាននៃចិត្តគឺមិនរួចផុតចាកទុកទេដូច្នេះទើបក៏បីអប់រំចម្រើននៅសតិប្បដ្ឋាន4វិជ្ជាជីវិតគឺយល់ដឹងធម្មតាធម៌នៅក្នុងជីវិតមិនវង្វេងស្រឡាញ់មិនវង្វេងស្អប់មានតែសេចក្តីសុខស្ងប់ចម្រើនឡើងគឺជាចំណេះដឹងថ្នាក់បរិញ្ញាដឹងនាមរូបដោយបច្ច័យវិជ្ជាក្នុងសាលាខ្លះមិនបានយកមកប្រើការអ្វីឡើយទោះជាមុខវិជ្ជាដែលនាំឲ្យបានប្រាក់ឋានៈមុខមាត់នៅក្នុងសង្គមក៏មិនអាចជួយកុំឲ្យកើតទុក្ខសោកបានដែរនៅពេលអស់លៀបអស់យសមានរោគមហារាជនិងប្រត់ចាកអ្នកដ៏ជាទីស្រឡាញ់ជាដើមគឺជាការប្រឡងធ្លាក់ព្រោះមិនមានវិជ្ជាជីវិតអាចធ្លាក់ដល់អបាយភូមិទៀតផងក្នុងចំនួនដ៏ច្រើនទាំងដែលមិនបានដឹងទាល់តែសោះថាមានវិជ្ជាជីវិតដែលចាំបាច់ត្រូវសិក្សារវល់តែទុក្ខសោកនឹងអ្វីនោះដែលបានបាត់បង់ទៅ 10% ក៏ត្រូវបាត់បង់នៅសេចក្តីសុខជាមួយនឹងអ្វីដែលនៅមាន 90% នោះឯងគួរតែព្រមលះបង់ចោលនៅអ្វី 10% នោះទៅព្រោះនៅក្នុងโลกនេះមិនមានអ្នកណាម្នាក់ចេះតែបានមិនចេះបាត់បង់នោះឡើយហើយក៏បីត្រឡប់មករស់នៅឲ្យជាសុខជាមួយនឹងរបស់ដែលនៅមានជាពិសេសគឺជីវិតត្រូវប្រកបជីវិតជាមួយនឹងសេចក្តីសុខស្ងប់ក៏បីដឹងថាយើងមិនមែនកើតមកហើយរស់នៅដើម្បីទុក្ខសោកនោះទេមិនមែនជាកំហុសនៃโลกនេះឡើយដែលមិនបានប្រព្រឹត្តទៅតាមចំណង់ចិត្តរបស់យើងនោះប៉ុន្តែនេះគឺជាសេចក្តីល្ងងរបស់យើងទៅវិញទេដែលត្រូវការឲ្យโลกនេះប្រព្រឹត្តទៅតាមសេចក្តីត្រូវការរបស់យើងឱកាសដូចជាការ៉េមបើមិនឆាប់បរិភោគទេនោះវានឹងរលាយខូចអស់ដូច្នេះត្រូវប្រញាប់ធ្វើអ្វីៗដែលមានប្រយោជន៍ម្យ៉ាងទៀតការងារប្រកបដោយសទ្ធាសីលៈនិងឆន្ទៈជាដើមបានប្រកាសឡើងនៅសេចក្តីសុខដែលជាខ្លឹមសារនៃជីវិត
ពោលគឺសុខកាន់តែងាយឡើងទុកចេះតែអស់ទៅអ្វីដែលបាត់បង់ទៅហើយទើបយើងដឹងថាមានតម្លៃប៉ុន្តែទុកជាមេរៀនទៅចុះសម្រាប់រំលឹកឲ្យចេះដឹងតម្លៃចំពោះអ្វីៗដែលនៅមានជាពិសេសកំណើតមនុស្សដែលបានកំពុងនៅរស់ជួបនឹងព្រះពុទ្ធសាសនាត្រូវដឹងតម្លៃមិនមានអ្វីប្រៀបសំខាន់សម្រាប់ខ្លួនឯងជាទីពឹងបំផុតដូច្នេះក៏បីប្រើប្រាស់ជីវិតនេះឲ្យសមនឹងតម្លៃកុំថោកឲ្យសោះទាំងមិនត្រូវរងចាំពេលណានោះឡើយពោលគឺកុំប្រមាទព្រោះជីវិតមិនទៀងប្រៀបដូចជាដុំពពកឬដុំពពុះទឹកទោះជាមានអំណាចក្នុងលោកធំប៉ុណ្ណាក៏ដោយក៏មិនត្រូវប្រើអំណាចនោះធ្វើបាបឡើយហើយក៏ត្រូវធ្វើបុណ្យដែរព្រោះដល់ពេលចាកអំពីលោកនេះទៅគឺនៅលើអំណាចកម្មមិនអាចយកអំណាចក្នុងលោកនេះអ្វីបន្តិចបន្តួចទៅប្រើប្រាស់បាននោះឡើយអត្តានុទិដ្ឋិគិតតែពីខ្លួនឯងគឺជាពន្ធនាគារឬជាទ្រង់ដាក់ចិត្តខ្លួនឯងឲ្យចិត្តស្ថិតនៅយ៉ាងចង្អៀតចង្អល់នៅពេលឲ្យទានប្រាថ្នាឲ្យអ្នកដទៃបានសុខរសាយទុក្ខគឺជាការលះបង់នៅគំនិតដែលគិតតែពីខ្លួនឯងប្រហារនៅអត្តានុទិដ្ឋិរីឯចិត្តក៏បានរីកទូលាយដោយមេត្តាករុណាមានធម៌ជាអធិបតីរហូតដល់ចិត្តបានរួចផុតធម៌រមែងរក្សាអ្នកប្រព្រឹត្តធម៌មិនមែនរក្សាមិនឲ្យចាស់មិនឲ្យឈឺឬមិនឲ្យភ្លើងឆេះផ្ទះជាដើមនោះទេប៉ុន្តែធម៌រមែងរក្សានៅអ្នកប្រព្រឹត្តធម៌មិនឲ្យកើតទុក្ខ